មេងស្រីដ៏គួរសង្វេគអាយុ8ឆ្នាំម្នាក់នេះគឺត្រូវបានគ្រូបង្រៀនចាក់សម្លាប់យ៉ាងសាហាវឃោរឃៅខ្លាំងមែនទែនដោយទទួលរងនឹងការចាក់យ៉ាងសោកពេញមុខនិងកញ្ចឹងកយ៉ាងគួរសង្វេគជាទីបំផុតនៅក្នុងមធ្យមសិក្សាមួយនៅទីក្រុងដេជុនប្រទេសកូរ៉េខាងត្បូងហើយបើយើងទៅតាមរបាយការណ៍របស់ប៉ូលីសគឺគេបានឲ្យដឹងថានៅមុនថ្ងៃដែលឃាតកម្មនឹងបានកើតឡើងគឺគ្រូបង្រៀនម្នាក់ហ្នឹងគឺគាត់បានរៀបគម្រោងនៅក្នុងការសម្លាប់កូនក្មេងរួចរាល់មកហើយដែលគ្រូបង្រៀនឃាតករម្នាក់នោះគាត់គឺមានឈ្មោះថាមីយ៉ងអាយុ40ឆ្នាំចំពោះការសម្លាប់ហ្នឹងគាត់គឺមិនបានកំណត់គោលដៅអត្តសញ្ញាណថាត្រូវសម្លាប់នរណាម្នាក់ឲ្យបានច្បាស់លាស់ទេដោយគោលដៅដែលគាត់បានកំណត់នៅក្នុងការសម្លាប់ហ្នឹងគឺគាត់គ្រាន់តែកំណត់ថាគាត់គឺនឹងសម្លាប់ទៅលើសិស្សចុងក្រោយគេដែលចេញពីរៀនក្រោយគេតែប៉ុណ្ណោះដូច្នេះបន្ទាប់ពីគាត់បានរៀបគម្រោងរួចរាល់នៅក្នុងថ្ងៃទី10ខែកុម្ភៈឆ្នាំ2025គាត់ក៏បានធ្វើសកម្មភាពសម្រាប់ទៅលើក្មេងស្រីម្នាក់ដែលមានឈ្មោះថាគឹមហានូជាសិស្សថ្នាក់ទី1កើតនៅក្នុងថ្ងៃទី22ខែតុលាឆ្នាំ2017ដែលមានអាយុ8ឆ្នាំស្លាប់យ៉ាងអនាថជាទីបំផុតដោយរាងកាយរបស់នាងគឺត្រូវបានគាត់ចាក់ជាច្រើនកន្លែងខ្លាំងមែនទែនដែលមុខដៃនិងកញ្ចឹងករបស់នាងគឺត្រូវបានគាត់ចាក់នឹងកាំបិតយ៉ាងសោកពេញមុខមើលទៅគួរសង្វេគយ៉ាងខ្លាំងនៅក្នុងបន្ទប់សោតទោសជាន់ទី2របស់សាលារៀនចំពោះការពីដំបូងសម្រាប់ក្មេងស្រីជនរងគ្រោះគឺនាងមិនទាន់បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុនៅឡើយទេបន្ទាប់ពីមានអ្នកស្វែងរកនាងឃើញហើយអ្នកដែលស្វែងរកឃើញក្មេងស្រីជនរងគ្រោះគឺជាលោកយាយរបស់ក្មេងស្រីរបស់ជនរងគ្រោះផ្ទាល់តែម្ដងបន្ទាប់ពីគាត់បានដើររកចៅស្រីរបស់គាត់ដែលបានបាត់ខ្លួនមិនទាន់ចេញពីសាលារៀនត្រឡប់ទៅផ្ទះវិញជាមួយគ្នានោះនៅក្នុងអំឡុងពេលដែលគាត់បានឃើញចៅស្រីរបស់គាត់គឺបានធ្វើគាត់ស្ទើរតែស្លុតស្មារតីជាខ្លាំងមែនទែនដោយសារតែគាត់បានឃើញចៅស្រីរបស់គាត់ដេករងរបួសយ៉ាងធ្ងន់ធ្ងរនិងគួរសង្វេគជាទីបំផុតដែលមានឈាមរាយប៉ាយពេញនឹងខ្ទាបប្រឡាក់យ៉ាងគួរខ្លាចជាមួយនឹងគ្រូបង្រៀនស្រីម្នាក់ដែលនៅក្បែរចៅស្រីរបស់គាត់ហើយនេះបន្ទាប់ពីបានឃើញនៅក្នុងស្ថានភាពបែបហ្នឹងក៏បានធ្វើឲ្យមានភាពឆោឡោបានកើតឡើងហើយនៅពេលដែលរថយន្តសង្គ្រោះបន្ទាន់បានមកដល់គេក៏បានដឹកទាំងគ្រូបង្រៀននិងក្មេងស្រីជនរងគ្រោះទៅកាន់មន្ទីរពេទ្យជាមួយនឹងគ្នានៅវេលាម៉ោងប្រហែលជា 5:40 នាទីល្ងាចហើយបានទៅដល់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនៃសាកលវិទ្យាល័យមួយនៅក្នុងទីក្រុងដេជុននៅវេលាម៉ោងប្រហែលជា 6:43 នាទីល្ងាចនៅក្នុងថ្ងៃទី10ខែកុម្ភៈឆ្នាំ2025ក៏ប៉ុន្តែអ្វីដែលគួរសង្វេគគឺក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះក្មេងស្រីជនរងគ្រោះបានឡើយដោយនាងបានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យនៅវេលាម៉ោង 7 យប់ដោយសារតែឈាមរបស់នាងគឺបានបាត់បង់ច្រើនពេកទើបបានជាធ្វើឲ្យក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះនាងបានចំណែកគ្រូបង្រៀនវិញគាត់ក៏បានរងរបួសនៃការចាក់ដោយកាំបិតជាច្រើនកន្លែងដែរតែបន្ទាប់ពីការព្យាបាលគាត់គឺមិនមានគ្រោះថ្នាក់ឡើយក៏ប៉ុន្តែបើទោះបីជាបែបនេះក៏ពិតមែនតែគាត់ក៏បានក្លាយទៅជាជនសង្ស័យនៅក្នុងការសម្លាប់ក្មេងស្រីជនរងគ្រោះហើយបន្ទាប់ពីការធ្វើការស៊ើបអង្កេតនិងការសាកសួរគឺគេបានឲ្យដឹងថាគ្រូបង្រៀនម្នាក់ហ្នឹងគឺធ្លាប់មានបញ្ហាប្រវត្តិផ្លូវចិត្តនិងធ្លាប់បានទទួលការព្យាបាលផ្លូវចិត្តតាំងតែពីក្នុងឆ្នាំ2018មកម្ល៉េះក៏ប៉ុន្តែក្រោយមកជិតមកដល់នៅក្នុងអំឡុងពេលកើតហេតុនាងក៏បានដាក់ពាក្យសុំឈប់សម្រាកការងាររយៈពេល6ខែនៅក្នុងថ្ងៃទី9ខែធ្នូឆ្នាំ2024តែក្រោយមកសម្រាប់គម្រោងនៅក្នុងការឈប់រយៈពេល6ខែហ្នឹងគឺគាត់មិនបានធ្វើវាឡើយដោយគាត់ស្រាប់តែបានត្រឡប់មកបង្រៀនវិញនៅក្នុងថ្ងៃទី31ខែធ្នូឆ្នាំ2024បន្ទាប់ពីបានឈប់សម្រាកនៅកន្លែងការងារត្រឹមតែរយៈពេល22ថ្ងៃតែប៉ុណ្ណោះមិនត្រឹមតែប៉ុណ្ណឹងទេនៅមុនរយៈពេល4ថ្ងៃនៃអំពើឃាតកម្មនឹងបានកើតឡើងគឺគេបានឲ្យដឹងថាគ្រូបង្រៀនឃាតករម្នាក់ហ្នឹងគឺគាត់ថែមទាំងមានចំនួនជាមួយនឹងមិត្តរួមការងារជាគ្រូបង្រៀនដូចគ្នាថែមទៀតផងនៅក្នុងសាលារៀននៅក្នុងចំនួននោះគ្រូបង្រៀនឃាតករម្នាក់ហ្នឹងគឺគាត់ថែមទាំងបានប្រើប្រាស់អំពើហិង្សាដោយការច្បាច់កនិងថែមទាំងបានវាយគំទេចកុំព្យូទ័រថែមទៀតផងហើយមូលហេតុនៃការឆ្លោះគ្នានោះគឺបណ្ដាលមកពីការត្អូញត្អែពីសេវាអ៊ីនធឺណិតយឺតនិងខូចកុំព្យូទ័រដូច្នេះបន្ទាប់ពីមានការឆ្លោះគ្នាហ្នឹងខាងសាលាក៏មានគម្រោងចង់បញ្ឈប់ការងាររបស់គាត់ដែលកត្តានេះគឺត្រូវបានគេសន្និដ្ឋានថាដោយសារមូលហេតុនឹងហើយទើបបានជាធ្វើឲ្យគ្រូបង្រៀនម្នាក់នឹងសម្លាប់ក្មេងស្រីជនរងគ្រោះយ៉ាងសាហាវឃោរឃៅព្រៃផ្សៃបែបនេះក្នុងនោះផងដែរកាលពីដំបូងបើយើងទៅតាមការសាកសួររបស់ប៉ូលីសទៅកាន់គ្រូបង្រៀនជនសង្ស័យម្នាក់ហ្នឹងគាត់ក៏បានយល់ព្រមសារភាពថាគាត់គឺជាអ្នកសម្លាប់ក្មេងស្រីជនរងគ្រោះពិតប្រាកដមែនដោយមុនថ្ងៃដែលគាត់បានសម្លាប់ហ្នឹងគឺគាត់បាននិយាយថាគាត់គឺបានទិញកាំបិតមួយនៅផ្សារក្បែរសាលារៀនដើម្បីទុកសម្រាប់ក្មេងហើយគាត់ក៏បានបន្ថែមទៀតដែរចំពោះផែនការនៅក្នុងការសម្លាប់របស់គាត់
គឺគាត់បាននិយាយថាគាត់មិនខ្វល់ថាជនរងគ្រោះរបស់គាត់គឺជាអ្នកណាទេដោយគាត់គឺគ្រាន់តែបានកំណត់ថាអ្នកដែលគាត់ចង់សម្លាប់គឺគាត់ចង់សម្លាប់ក្មេងស្រីណាដែលចេញពីរៀនក្រោយគេតែប៉ុណ្ណោះហើយវិធីសាស្ត្រដែលគាត់បានហៅក្មេងដើម្បីយកទៅសម្លាប់ហ្នឹងគឺពិតជាចេះជាខ្លាំងដោយគាត់បានបោកបញ្ឆោតក្មេងស្រីជនរងគ្រោះថាគាត់នឹងឲ្យសៀវភៅមួយក្បាលទៅក្មេងស្រីជនរងគ្រោះបើសិនជាក្មេងស្រីជនរងគ្រោះហ្នឹងមកតាមគាត់ហើយនេះដោយសារតែហេតុផលបែបហ្នឹងគឺបានធ្វើឲ្យក្មេងស្រីជនរងគ្រោះដើរតាមគាត់រហូតទៅដល់បន្ទប់សោតទោសដែលជាទីកន្លែងផែនការដែលគាត់បានសម្លាប់ទៅលើក្មេងស្រីជនរងគ្រោះដោយការច្បាច់កនិងយកកាំបិតចាក់ទៅលើក្មេងស្រីជនរងគ្រោះជាច្រើនកាំបិតដែលគេបានសន្និដ្ឋានថាចំពោះសកម្មភាពដែលគ្រូបង្រៀនម្នាក់នោះបានធ្វើសកម្មភាពនៅក្នុងការសម្លាប់ទៅលើក្មេងស្រីជនរងគ្រោះគឺគាត់បានធ្វើវាឡើងនៅទងវេលាម៉ោងប្រហែលជាម៉ោង 4 ជាងហើយរឿងហ្នឹងគឺបានបែកធ្លាយនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងអំឡុងពេលដែលក្មេងស្រីជនរងគ្រោះនាងមិនបានឡើងឡានក្រុងដើម្បីត្រឡប់ទៅផ្ទះវិញហើយនេះបានធ្វើឲ្យគេងឆ្ងល់ជាខ្លាំងពីព្រោះដោយសារតែបើយោងទៅតាមការអះអាងគឺគេដូចជាបានឃើញក្មេងស្រីជនរងគ្រោះចេញពីក្នុងថ្នាក់រៀនទៅហើយប៉ុន្តែហេតុអ្វីបានជាមិនបានឃើញនាងឡើងមកឡានក្រុងដើម្បីត្រឡប់ទៅផ្ទះបែបហ្នឹងទៅវិញដូច្នេះនៅក្នុងអំឡុងពេលនោះអ្នកបើកបរឡានក្រុងក៏បានផ្ដល់ដំណឹងទៅកាន់ឪពុកម្ដាយរបស់ក្មេងស្រីជនរងគ្រោះនិងបានតាក់ទងទៅកាន់ក្រុមការងារនៅក្នុងសាលាឲ្យជួយរកនាងក៏ប៉ុន្តែអ្វីដែលជាអកុសលបន្ទាប់ពីការតាក់ទងគេក៏បានផ្ដល់ដំណឹងថាក្មេងស្រីជនរងគ្រោះគឺនាងត្រូវបានបាត់ខ្លួនហើយទម្រាំតែបានរកនាងឃើញនាងគឺត្រូវបានឃាតករចាក់សម្លាប់យ៉ាងធ្ងន់ធ្ងរបាត់ទៅហើយដូច្នេះបន្ទាប់ពីការស្លាប់របស់ក្មេងស្រីជនរងគ្រោះប៉ូលីសក៏បានស្នើសុំនៅក្នុងការធ្វើកសោយចាយទៅលើសាកសពរបស់ក្មេងស្រីជនរងគ្រោះនិងបានប្រកាសជាផ្លូវការនៅក្នុងថ្ងៃទី11 ខែកុម្ភៈថាពួកគេនឹងស្នើសុំដីកាជាផ្លូវការសម្រាប់ការចាប់ខ្លួនរបស់គ្រូបង្រៀនឃាតករអ្នកហ្នឹងហើយធ្វើការឆែកឆេរនៅក្នុងផ្ទះរបស់ឃាតករម្នាក់ហ្នឹងនិងរបស់ប្រើប្រាស់របស់ឃាតករដូចជាទូរស័ព្ទដៃនិងកុំព្យូទ័រជាដើមក្រោយមករំលងបាន3ថ្ងៃនៅក្នុងថ្ងៃទី14 ខែកុម្ភៈឆ្នាំ2025ក្រុមគ្រួសាររបស់ក្មេងស្រីជនរងគ្រោះក៏បានយកធាតុរបស់នាងទៅបញ្ចុះនៅ Daejeon Memorial Park បន្ទាប់ពីបានបូជារួចរាល់និងបានធ្វើពិធីបុណ្យសពនៅក្នុងមន្ទីរពេទ្យនៃសាកលវិទ្យាល័យ Konyang ដែលមានមហាជនចូលរួមជាច្រើនបូករួមជាមួយនឹងសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះនិងលោកគ្រូអ្នកគ្រូនៅក្នុងសាលារៀនដែលនាងបានរៀនបន្ទាប់មកទៀតនោះនៅក្នុងថ្ងៃទី19 ខែកុម្ភៈបន្ទាប់ពីបានធ្វើការស៊ើបអង្កេតរួចរាល់ខាងប៉ូលីសក៏បានបញ្ជាក់ថាចំពោះឃាតករគ្រូបង្រៀនស្រីម្នាក់ហ្នឹងនៅពេលដែលគាត់បានចាប់ផ្ដើមធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះគាត់គឺមានផែនការច្បាស់លាស់ខ្លាំងណាស់ពីព្រោះថានៅមុនពេលដែលគាត់បានចាប់ផ្ដើមធ្វើសកម្មភាពនៅក្នុងការសម្លាប់គឺគេបានរកឃើញថានៅក្នុងទូរស័ព្ទដៃនិងកុំព្យូទ័ររបស់គាត់គឺបានស្វែងរកអំពីអំពើឃាតកម្មនិងអត្ថបទឃាតកម្មជាច្រើនដែលឃាតករតែងតែប្រើប្រាស់អាវុធដើម្បីសម្លាប់មនុស្សហើយមកដល់នៅក្នុងថ្ងៃនេះចំពោះការកាត់ទោសរបស់គ្រូឃាតករម្នាក់ហ្នឹងគឺមិនទាន់ត្រូវបានតុលាការកាត់ទោសឲ្យបានច្បាស់លាស់ឡើយដោយសារតែរឿងក្តីហ្នឹងគឺគេនៅកំពុងតែដំណើរការរឿងក្តីហើយចំពោះសម្រាប់អបតហេតុសន្និដ្ឋកម្មនេះគឺពិតជាបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅទូទាំងប្រទេសកូរ៉េខាងត្បូងដែលបានធ្វើឲ្យមានសំណួរជាច្រើនបានលើកឡើងអំពីបញ្ហាសុវត្ថិភាពនៅក្នុងសាលារៀននិងការត្រួតពិនិត្យសុខភាពផ្លូវចិត្តរបស់គ្រូបង្រៀនរួមថែមទាំងសមត្ថភាពរបស់ប្រព័ន្ធអប់រំនៅក្នុងការទប់ស្កាត់អំពើហិង្សានៅក្នុងសាលារៀននិងបានជំរុញឲ្យមានការរិះគន់ជំវិញសន្តិសុខនិងការត្រួតពិនិត្យនៅក្នុងសាលារៀនផងដែរមិនត្រឹមតែប៉ុណ្្នឹងទេឪពុករបស់ក្មេងស្រីជនរងគ្រោះគាត់ក៏បាននិយាយបន្ថែមទៀតដែរនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចោទសួរថាតើអ្នកដែលមានប្រវត្តិជំងឺផ្លូវចិត្តអាចទទួលខុសត្រូវទៅលើកុមារដោយរបៀបណាសាលានិងការិយាល័យអប់រំគឺត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះសោកនាដកម្មនេះហើយបន្ទាប់ពីសោកនាដកម្មនឹងបានកើតឡើងគឺបានធ្វើឪពុកម្ដាយនៅទូទាំងប្រទេសកូរ៉េខាងត្បូងសម្ដែងនឹងការភ័យខ្លាចនិងការខឹងសម្បារតែម្ដងទៅកាន់ខាងសាលាថាពួកគេមិនអាចទុកចិត្តបានឡើយចំពោះសាលានៅក្នុងការផ្ដល់សុវត្ថិភាពដល់កូនៗរបស់ពួកគេក្នុងនោះផងដែរបើយោងទៅតាមការអាងរបស់ម្ដាយក្មេងស្រីអាយុ11 ឆ្នាំម្នាក់គឺគាត់បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅក្នុងកាសែតដែលគាត់បាននិយាយថាចំពោះក្តីឃាតកម្មហ្នឹងគឺពិតជាគួររន្ធត់ខ្លាំងណាស់វាគឺពិតជាគួរភ័យខ្លាចនៅក្នុងការកាត់ថាសាលារៀនគឺជាកន្លែងដែលជាទីជម្រកដ៏កក់ក្ដៅនោះអូខេចឹងជាចុងក្រោយតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះក្តីមួយហ្នឹងបើសិនជាអ្នកទាំងអស់គ្នាមានមតិឬមួយក៏អ្នកទាំងអស់គ្នាមានយោបល់ផ្សេងៗតាក់ទងជាមួយនឹងរឿងក្តីហ្នឹង
អ្នកទាំងអស់គ្នាអាចបញ្ចេញមតិដោយសេរីនៅខាងក្រោមវីដេអូនឹងបានហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនៅវីដេអូហ្នឹងកុំភ្លេច like share subscribe and ដាក់ញ៉ាកណ្ដឹងអ្នកមួយផងហើយខ្ញុំសង្ឃឹមថាការកាត់ទោសនៅថ្ងៃមុខគឺសង្ឃឹមថាតឡាការនឹងកាត់ទោសឲ្យសមស្របដែលគ្រូបង្រៀននឹងបានសម្លាប់ទៅលើក្មេងស្រីជនរងគ្រោះបើក៏ទៅក្មេងស្រីជនរងគ្រោះគឺពិតជាគួរអាណិតខ្លាំងមែនតើដែលនាងគឺមានអាយុទៅតែ8ឆ្នាំទេហើយមកត្រូវទទួលរងនឹងការស្លាប់សំខាន់ខ្ញុំមិនដឹងថាគាត់គិតអីទេដែលគាត់ហ៊ានចាក់សម្លាប់ក្មេងអាយុ8ឆ្នាំដែលជាក្មេងស្រីដ៏ស្រស់ស្អាតហ្នឹងហើយខ្ញុំសង្ឃឹមថានៅថ្ងៃមុខទៅនៅពេលដែលតុលាការកាត់ទោសចំពោះការណៃហ្នឹងតុលាការគឺនឹងកាត់ទោសឲ្យសមទៅតាមច្បាប់ដែលគ្រូបង្រៀនម្នាក់ហ្នឹងបានចាក់សម្លាប់ទៅលើក្មេងស្រីជនរងគ្រោះបើក៏ទៅគឺពិតជាគួរអាណិតចំពោះក្មេងស្រីជនរងគ្រោះខ្លាំងមែនតើដោយនាងគឺមានទៅតែអាយុ8ឆ្នាំទេនិយាយទៅគឺក្មេងខ្លាំងមែនតើប៉ុន្តែអ្វីដែលសំខាន់គឺនាងត្រូវបានបាត់បង់ជីវិតដោយសារតែគ្រូបង្រៀនម្នាក់ហ្នឹងចឹងហើយខ្ញុំសង្ឃឹមតែច្បាប់នឹងដាក់ទោសគាត់ឲ្យសមស្របទៅតាមច្បាប់ចឹងសម្រាប់នេះគឺជាមតិរបស់ខ្ញុំហើយបើសិនជាអ្នកទាំងអស់គ្នាមានមតិឬមួយក៏អ្នកទាំងអស់គ្នាមានយោបល់ផ្សេងៗតាក់ទងជាមួយនឹងរឿងក្តីហ្នឹងអ្នកទាំងអស់គ្នាអាចបញ្ចេញមតិនៅខាងក្រោមវីដេអូនឹងបានខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមបញ្ចេញមតិទាំងអស់គ្នាហើយមួយទៀតគឺខ្ញុំបានឃើញគ្នាយើង comment ជាច្រើនមែនតើតាក់ទងជាមួយនឹងរឿងក្តីដែលខ្ញុំបានធ្វើការពីថ្មីគឺគ្នាយើងបាន comment ថារឿងក្តីហ្នឹងគឺខ្ញុំនិយាយអត់បានលម្អិតហើយបាន detail ចឹងអីដែលខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងរឿងក្តីខ្លះគឺគេ port បាន detail ទេនៅក្នុង internet តាមរយៈ website ឬមួយក៏អីផ្សេងៗនិយាយទៅរឿងក្តីខ្លាំងគឺគេគ្រាន់ប្រាប់ថាអ្នកទោសបានជាប់ទោសដោយគេបានបញ្ជាក់ថាតុលាការកាត់ទោសឲ្យទៅកងជាប់ទោសមួយឆ្នាំទេចឹងហើយទើបបានជាធ្វើឲ្យខ្ញុំអត់មានព័ត៌មានប្រាប់ទៅអ្នកទាំងអស់គ្នាសម្រាប់នៅពេលដែលខ្ញុំបានអានចំរឿងក្តីបទហ្នឹងគឺខ្ញុំបានព្យាយាមខ្លាំងមែនតើនៅក្នុងការ research មិនថានៅក្នុង website ឬមួយក៏នៅក្នុង internet អីផ្សេងៗគឺខ្ញុំ research ខ្លាំងមែនតើដើម្បីយកព័ត៌មានលម្អិតឲ្យអ្នកទាំងអស់គ្នាប៉ុន្តែទោះបីជាខ្ញុំបាន search ឬមួយក៏ research យ៉ាងណាក៏ដោយចំពោះក្តីមួយចំនួនគឺគេអត់បានផុសឲ្យ detail ទេចឹងហើយទើបបានជាធ្វើខ្ញុំអត់មានអីប្រាប់ទៅដល់អ្នកទាំងអស់គ្នាចំពោះការកាត់ទោសចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់នៅចំណុចហ្នឹងផងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តនៅវីដេអូហ្នឹងកុំភ្លេច like share subscribe and ដាក់ញ៉ាកណ្ដឹងអ្នកមួយផងហើយបើសិនជាខ្ញុំមានកំហុសឬមួយក៏អីផ្សេងៗអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូហ្នឹងបានបាយបាយអ្នកទាំងអស់គ្នាយើងជួបគ្នានៅវីដេអូក្រោយៗទៀត